នៅក្នុងភាគទី6នេះគឺបានចាប់ផ្ដើមឡើងនៅពេលដែល Alan បានបញ្ចេញនូវឧបករណ៍មួយដែលអាចនិយាយឆ្លើយឆ្លងគ្នាលើពេលនេះ Alan ជាមួយនឹង Beatrice គឺបានរៀបនៅគម្រោងការមួយដើម្បីចាត់ការទៅកាន់ក្រុមគ្រួសារ Fairfield ក៏ដូចជាបកអាក្រាតនៅរឿងដែលពួកគេកំពុងតែធ្វើនោះឯងនៅពេលនេះផងដែរ Beatrice ក៏ចាប់ផ្ដើមនិយាយបញ្ឆិតបញ្ឈៀងដើម្បីឲ្យអាបីសាច់មួយនឹងវានិយាយការពិតទាំងអស់តែម្ដងហើយនេះគឺជាល្បិចមួយដែល Alan កំពុងតែដាក់ទៅកាន់គ្រួសារ Fairfield នោះឯងអាបីសាច់មួយនឹងវាអាងថាខ្លួនវាគឺអាចនិយាយបានសេរីមិនមាននរណាដែលអាចលើនោះអញ្ចឹងវាក៏បាននិយាយការពិតទាំងអស់តែម្ដងតែវាគឺមិនបានដឹងទេថាមីលីនកំពុងតែបំបាំងកាយដើម្បីថតនៅសកម្មភាពទាំងអស់ទៅខាងម្ខាងទៀតឲ្យអាឡានបានបង្ហាញទៅកាន់ប្រជាជននៅពេលដែលអាបីសាយនឹងគឺបាននិយាយការពិតតើតឹងជាមួយនឹងរឿងធ្វើខុសព្រះនាងក៏ដូចជាតើតឹងជាមួយនឹងរឿងបីសាច់ហើយព្រមទាំងគម្រោងការអាក្រក់ផ្សេងៗរបស់គ្រួសារ Fairfield នោះគឺធ្វើឲ្យប្រជាជនគ្រប់គ្នាគឺបានលើទៅម្ដងទោះបីជាដូច្នោះក៏ដោយ Press គាត់បាននិយាយថាគម្រោងការរបស់គ្រួសារ Fairfield គ្រាន់តែចង់ឲ្យមនុស្សគ្រប់គ្នាប្រើប្រាស់នៅសេរីភាពនិងដើរនៅលើគោលការណ៍របស់ខ្លួនឯងគាត់គឺមិនចង់ឲ្យមនុស្សគ្រប់គ្នាប្រើប្រាស់នៅអំណាចរបស់ព្រះនោះទេហើយបើទោះបីជាព្រះខំនិយាយយ៉ាងណាក៏ដោយក៏ដោយសារតែគាត់គឺបានពាក់ព័ន្ធជាមួយនឹងបីសាយនោះឯងប្រជាជនគ្រប់គ្នាគឺមិនមានការជឿទៅលើគាត់នោះទេដោយនៅពេលហ្នឹងព្រះនាងលីសាក៏បានបញ្ចេញនៅមុខមាត់របស់គាត់មកហើយនិយាយទៅកាន់ប្រជាជនគ្រប់គ្នាថាគ្រួសារ Fairfield គឺរៀបគម្រោងធ្វើឃាតខ្ញុំអស់ជាច្រើនលើកមកហើយក៏ប៉ុន្តែមិនបានសម្រេចនោះទេព្រះនាងលីសាបានបន្តថាអ្នកទាំងអស់គ្នានៅទីនេះរាល់ការប៉ុនប៉ងដែលពួកគេចង់សម្លាប់មកកាន់ខ្ញុំនោះពួកគេប្រើនៅទម្រង់អាប់ធ្មប់នេះឯងដូច្នោះហើយរាល់ព្រឹត្តិការណ៍ទាំងអស់ពួកគេគឺបានរៀបចំយ៉ាងល្អិតល្អន់តែម្ដងប្រជាជនគ្រប់គ្នាគឺពិតជាមួម៉ៅនៅពេលដែលកេងគ្រួសារ Fairfield ធ្វើបែបនេះ Press នៅពេលនេះគាត់គឺមិនអាចធ្វើអ្វីបាននោះទេក្រៅពីបញ្ចេញនៅចរិតពិតរបស់គាត់នោះឯងអញ្ចឹងគាត់ក៏បានប្រើប្រាស់នៅជំនាញរបស់គាត់និងបញ្ជាទៅលើកងទ័ពមួយចំនួនដែលនៅទីនេះដើម្បីបើកការវាយប្រហារទៅកាន់ Alan ក៏ដូចជាប្រជាជនគ្រប់គ្នានោះឯងតែដោយដែលយើងបានដឹងអញ្ចឹងជំនាញរបស់ Press គឺស៊ីផុយសម្រាប់ Alan តែម្ដង Alan ក៏បានផ្ដាច់នៅជំនាញរបស់ Press ចោលដូច្នោះនៅពេលនេះមនុស្សដែល Press ត្រូវបានគ្រប់គ្រងនេះគឺបានដួលតែម្ដង Press ចាប់ផ្ដើមអស់សង្ឃឹមព្រោះគាត់ដឹងថាគាត់ឈានមកកាន់ការបរាជ័យម្ដងទៀតភ្លាម Press ចាប់ផ្ដើមប្រើប្រាស់នៅអំណាចអាបធ្មប់របស់គាត់នោះឯងប្រជាជនគ្រប់គ្នាបន្ទាប់ពីបានឃើញដូច្នោះគឺពិតជាមានការភ័យខ្លាចចំពោះព្រះនាងលីសាក៏បានជំលៀននៅប្រជាជនអាឡានបើទោះបីជាបានឃើញថាប្អូនប្រុសធ្វើខុសក៏ដោយគាត់គឺនៅតែគិតថាវាជាកំហុសរបស់គាត់មួយផ្នែកដែរព្រោះថាគាត់គឺមិនអាចមើលថែនិងណែនាំនៅប្អូនប្រុសរបស់គាត់ឲ្យបានល្អជាងនេះនោះឯងដល់នៅពេលនេះយើងក៏បានឃើញថា Press ចាប់ផ្ដើមបើកការវិវត្តទៅលើបងប្រុសជាមួយនឹងជំនាញរបស់គាត់នោះឯងគាត់បានប្រើប្រាស់សរសៃសូត្ររបស់គាត់វាទៅកាន់អាឡានដោយនិយាយថាមនុស្សបរាជ័យដូច្នោះអាឡានក៏បានចាប់ទាញវារួចក៏បានទាញនៅ Press មកជិតគាត់ដោយគាត់ក៏បានដាក់មួយដៃឲ្យសន្លប់ភ្លឹងទៅអញ្ចឹងយើងមើលមកខាងនេះវិញ Barry កំពុងតែតតាំងជាមួយនឹងបីសាច់នោះដោយសារតែអ្នកទាំងពីរគឺចេះបំបាំងកាយដូចគ្នាធ្វើឲ្យការប្រកួតរបស់ពួកគេគឺពិតជាស្មារតីខ្លាំងមែនទែនដោយយើងក៏បានដឹងថា Barry ចេះបំបាំងកាយដោយសារតែមីលីននោះឯងព្រោះថាមីលីនគឺបានប្រើប្រាស់នៅសមត្ថភាពរបស់ខ្លួនដោយចាប់ដៃទៅលើ Barry ដើម្បីឲ្យ Barry អាចបំបាំងកាយបានដែរនោះបីសាច់ម្នាក់នឹងក៏ដឹងខ្លួនថាគេពីរឯងមួយគឺមិនឈ្នះទេក៏រៀបគម្រោងការនិងគិតចង់រួចខ្លួនដោយប្រើប្រាស់នៅក្បាច់ Magic ឲ្យនៅពេលដែលគេគឺបានបើកនៅលំហដើម្បីចាកចេញស្របនឹងពេលនឹងមីលីនក៏បានគប់ដាវមួយទៅកាន់គេហើយភ្លាម Barry ក៏ប្រើប្រាស់នៅក្បាច់គុណរបស់នាងដើម្បីខ្វាយនៅបីសាច់នឹងចេញតែម្ដងដូច្នោះនៅពេលនេះបីសាច់មួយនឹងក៏បានទៅបើកលុយអំពីគ្រួសារ Fairfield តែម្ដងទៅដូច្នោះនៅពេលនេះសភាពរាជធានីទាំងមូលគឺត្រូវបានវាយប្រហារដោយបីសាច់កងទ័ពជាច្រើនក៏បន្តទប់ទល់ខណៈដែលយើងមើលមកកាន់ Barry ក៏ចាប់ផ្ដើមចាត់តាំងនៅអនុប្រធានដើម្បីរៀបចំក្រុមទប់ទល់ជាមួយនឹងបីសាច់ទាំងអស់នោះខណៈដែលពួកគេគឺបានប្រងព្រាមគ្នារួចយើងក៏បានឃើញជាមួយនឹងវត្តមានរបស់ Noel ដូចគ្នាអញ្ចឹងដោយដែលបានឃើញអញ្ចឹងអាចារ្យ Noel មកលើកនេះគឺຂະຫນាតធំហ្មងសិតតាអាវុធរបស់នាងគឺស្វេមកតណាប់តណៃនាងបាននិយាយថាប្រសិនបើជាចង់ចូលសមរភូមិវាគឺមិនអាចខ្វះបាននោះទេនៅរបស់ទាំងនេះដោយលោកអនុប្រធានក៏បានសម្ដែងនៅសេចក្តីគោរពផងដែរបើយើងមើលមកខាងនេះវិញ Greg ក៏បានបញ្ចេញនៅអំណាចរបស់គាត់មកដូចគ្នាឧត្តមសេនីយ៍ Cyril គាត់ក៏ដឹងថា Greg មិនធម្មតានោះទេអំណាចរបស់គាត់ត្រូវបានគេស្គាល់ថាអំណាច Undertake ឬក៏មួយទៀតគេអាចនិយាយជាភាសាខ្មែរបានថាអំណាចទទួលបន្ទុកសមត្ថភាពរបស់វាគឺអាចមើលឃើញអំពីអនាគតឬយើងនិយាយឲ្យងាយទៅនោះវាគឺអាចគ្រប់គ្រងទៅលើស្ថានភាពទាំងមូលនៅក្នុងការប្រយុទ្ធឧទាហរណ៍ដូចយើងចេញក្បាច់វាយទៅខាងណាមុនខាងណៃមុនគេដឹងទាំងអស់តែម្ដងប្រសិនមកជាចង់ប្រើប្រាស់នៅក្បាច់មួយនេះឲ្យកាន់តែល្អពួកគេគឺត្រូវតែផ្ដោតអារម្មណ៍ជាពិសេសនោះឯងឧត្តមសេនីយ៍ Cyril បាននិយាយថា Greg ពេលនេះឯងក៏កំពុងតែធ្វើឲ្យខ្លួនឯងធ្លាក់ចូលទៅក្នុងផ្លូវបិសាចជាពិសេសនោះអំណាចដែលឯងបានប្រើប្រាស់នេះវាគឺសុទ្ធសឹងតែជាអំណាចធ្មប់តែម្ដងប្រសិនមកជា Mariel ឃើញនៅសភាពរបស់ឯងពេលនេះនាងគឺមិនពេញចិត្តនោះទេអញ្ចឹង Mariel នាងគឺជាភរិយារបស់គាត់បាននិយាយថាគាត់តែងតែសម័យនឹងនឹកឃើញទៅដល់ការស្លាប់របស់នាងគាត់គឺមិនអាចបំភ្លេចវាបាននោះទេហេតុផលតែមួយគត់របស់គាត់នោះគាត់គឺចង់ឲ្យគ្រប់យ៉ាងគឺជារបស់គាត់ Greg ក៏បន្តថាបើទោះបីជា
ពេលនេះគាត់គឺលះបង់នៅតម្លៃខ្លួនខ្លាយទៅជាបែបណាក៏ដោយគាត់គឺនៅតែចងចាំនាងជានិច្ច Greg បានបន្តថាម៉ារីនាងគឺជាអ្នកបរិសុទ្ធបន្ទាប់ពីនាងបានរៀបការជាមួយនឹងខ្ញុំទទួលបានកូនប្រុសមួយគេគឺដូចជាគ្មានប្រយោជន៍អីតទៅសោះផ្ដល់កំណត់វីរៈបរមមួយនេះគេមានត្រឹមតែល្វែមួយតែប៉ុណ្ណោះតើអ្នកបរិសុទ្ធដែលស្ថិតនៅក្រោមដំបូន្មានរបស់ព្រះបង្កើតកូនមកបែបនេះឬតែបើទោះបីជាយ៉ាងណាខ្ញុំឆ្ងល់ថានាងស្លាប់ដើម្បីអ្វីហើយប្រសិនបើជាជោគវាសនារបស់នាងត្រូវបានកំណត់ឡើងដោយព្រះនោះគឺប្រកាសណាស់ខ្ញុំគឺនឹងបំផ្លាញអំណាចទាំងអស់នៅលើពិភពលោកទាំងមូលនេះក្រែងនៅពេលនេះគឺស្រែកដូចជាមនុស្សឈួតគាត់គឺបានបញ្ចេញនៅអំណាចធ្មប់របស់គាត់អាការ៉ាសានបន្ទាប់ពីបានឃើញនៅអំណាចធម្មពលធ្មប់នោះគាត់ក៏បានបញ្ចេញនៅអំណាចធម្មពលរន្ទះអញ្ចឹងនៅពេលនេះយើងក៏បានឃើញថាអំណាចធម្មពលធ្មប់ជាមួយនឹងអំណាចធម្មពលរន្ទះក៏បានប៉ះគ្នាដោយអំណាចធម្មពលរបស់ពួកគេគឺពិតជាស៊ីគ្នាខ្លាំងមែនទែនជាទូទៅរន្ទះតែងតែចាប់ការទៅលើអំណាចធ្មប់តែដោយសារតែអាការ៉ាសាននាងគឺនៅស្ទើរនោះនាងគឺមិនអាចទប់ទល់ជាមួយនឹងអំណាចធ្មប់របស់ក្រិចបាននោះទេអាការ៉ាសាននៅពេលនេះនាងគឺត្រូវរបួសខ្លាំងមែនទែនខណៈដែលក្រិចក៏បានប្រឈមមុខជាមួយនឹងឧត្តមសេនីយ៍ស៊ីរិលគាត់ក៏ដឹងថាមិត្តភ័ក្តិរបស់គាត់នៅពេលនេះធ្លាក់ទៅក្នុងភ្នែកងងឹតទាំងស្រុងតែម្ដងពីព្រោះថាគាត់ពោពេញទៅដោយអំណាចនៃធ្មប់ប្រសិនមកជាក្រិចនៅតែបន្តដូច្នោះគាត់គឺនឹងមិនអាចគ្រប់គ្រងខ្លួនឯងបានទៀតនោះទេហើយគាត់គឺនឹងអាចក្លាយទៅជាបិសាចភ្លាមគាត់ក៏បានប្រើប្រាស់នៅអំណាចធម្មពលរបស់គាត់បាញ់ប្រហារទៅកាន់លោកមេទ័ពស៊ីរិលអាការ៉ាសានគឺមិនអាចធ្វើអីបាននោះទេឧត្តមសេនីយ៍ស៊ីរិលបន្ទាប់ពីបានស៊ីមួយធម្មពលមួយនឹងរួចគាត់ក៏បានចូលទៅខាងក្នុងនៃសមុទ្រចិត្តរបស់ក្រិចនោះឯងគាត់គឺដឹងថាវាគឺពោពេញទៅដោយភាពងងឹតហើយភាពងងឹតក៏កំពុងតែលេបទៅបាក់គាត់ដូចគ្នាសមុទ្រចិត្តរបស់ក្រិចគឺពោពេញទៅដោយទុក្ខព្រួយនិងកំហឹងហើយធម្មពលដែលគាត់គឺបានបញ្ចេញមកគឺពោពេញទៅដោយភាពខ្មៅងងឹតនៅពេលនេះក្រិចជាមួយនឹងឧត្តមសេនីយ៍ស៊ីរិលក៏បានប្រឈមមុខជាមួយគ្នាឧត្តមសេនីយ៍ស៊ីរិលបាននិយាយថាមិត្តភក្តិអើយអញគឺពិតជាគួរឲ្យអាណិតណាស់ភ្លាមធម្មពលទាំងអស់ក៏បានរសាត់ចេញឧត្តមសេនីយ៍ស៊ីរិលគិតថាមិត្តភក្តិរបស់គាត់ត្រឡប់មកសភាពដើមវិញហើយតែភ្លាមក្រិចក៏បានចាក់សម្លាប់ទៅកាន់ឧត្តមសេនីយ៍ស៊ីរិលតែម្ដងអាគីរ៉ាសានគឺមិនអាចជួយអីបាននោះទេក្រៅពីឈរមើលឃើញថាក្រិចបន្ទាប់ពីបានសម្លាប់ទៅកាន់ឧត្តមសេនីយ៍ស៊ីរិលគាត់ហាក់បីដូចជាឈឺក្បាលខ្លាំងមែនទែនពីព្រោះថាភាពនៃការសម្លាប់មួយនេះវាធ្វើឲ្យគាត់មានអារម្មណ៍ថាពិបាកទទួលយកក៏ប៉ុន្តែចិត្តជាបិសាចរបស់គាត់នៅតែនិយាយថាគាត់គឺមិនបណ្ដោយឲ្យនរណាម្នាក់មកគ្រប់គ្រងទៅលើចិត្តរបស់គាត់ទៀតនោះទេហើយគាត់ក៏នឹងមិនឲ្យនរណាដែលអាចបំផ្លាញនៅគម្រោងការរបស់គាត់នោះទេអាការ៉ាសានបាននិយាយថាខូខើខ្លាំងមែនទែនមិត្តភក្តិជាទីស្រឡាញ់របស់អ្នកមុននឹងស្លាប់ក៏រំលឹកពីអ្នកដែរក្រែបើទោះបីជាបានលើដូច្នោះគាត់ក៏មិនបានអើពើទៀតនោះទេគាត់បាននិយាយថាអូគាត់ទៅហើយតែពេលនេះគឺដល់វេនឯងម្ដងវីរៈនារីគួរទៅដល់វេនអ្នកទៅម្ដងហើយនៅពេលនេះអញ្ចឹងក្រែក៏បានបញ្ចេញនៅអំណាចធម្មពលរបស់គាត់យ៉ាងខ្លាំងវាប្រហារទៅកាន់អាគីរ៉ាសានតែភ្លាមយើងក៏បានឃើញថាអាឡានក៏បានចេញមុខមកជួយសង្គ្រោះទៅកាន់អាគីរ៉ាសានក្រែកបាននិយាយថាឲ្យតែនរណាគេទាំងអស់ដែលជ្រៀតជ្រែកជាមួយនឹងរឿងនេះគាត់នឹងមិនទុកជីវិតទេតែបន្ទាប់ពីបានឃើញថានោះជាកូនប្រុសរបស់គាត់និយាយបន្តទៀតហើយថាចាក់ចេញពីទីនេះទៅអាមនុស្សបរាជ័យអាឡានគាត់គឺមិនបានចាក់ចេញនោះទេលើកនៅដើមមកដើម្បីប្រឈមមុខជាមួយនឹងឪពុកក្រែកបញ្ចេញនៅអំណាចធម្មពលហើយនិយាយថាអញ្ចឹងថ្ងៃនេះយើងគឺនឹងបដៅអាមនុស្សបរាជ័យដូចជាឯងចេញឯងគឺប្រមាថយើងគាត់បានបាញ់ធម្មពលមួយយ៉ាងខ្លាំងទៅកាន់អាឡានតែអាឡានបានប្រើប្រាស់នៅដៃរបស់គាត់រងជាមួយនឹងធម្មពលមួយនឹងគាត់មានការភ្ញាក់ផ្អើលបន្ទាប់ពីបានឃើញថាអាឡានខ្លាំងដូច្នោះគាត់សួរថាតើអាឡានជានរណាទៅពីព្រោះថាគាត់គិតថានោះមិនមែនជាកូនប្រុសរបស់គាត់អាឡានបានតបថាអ្នកគឺដឹងរួចហើយថាខ្ញុំជានរណានោះខ្ញុំគឺជាមនុស្សបរាជ័យជាកូនប្រុសចោលមកសៀតដែលអ្នកបាននិយាយហើយស្របពេលដែលក្រែកបានបញ្ចេញនៅអំណាចធម្មពលធ្មុកអាឡានបាននិយាយថាបើទោះបីជាខ្ញុំបរាជ័យក៏ដោយក៏មានមនុស្សជាច្រើនដែលតែងតែនៅពីក្រោយខ្ញុំនឹងជួយខ្ញុំមិនបោះបង់ខ្ញុំគាត់ក៏បាននឹកទៅដល់អនុស្សាវរីយ៍ផ្សេងអាឡានក៏បានបញ្ចេញនៅអំណាចធម្មពលរបស់គាត់ចេញមកដូចគ្នាហើយក៏បាននិយាយថាម្ដាយគាត់គឺនឹងមិនពេញចិត្តនោះទេបន្ទាប់ពីបានឃើញនៅសកម្មភាពរបស់លោកក្រែកក៏បាននិយាយថាឯងគ្មានសិទ្ធិឲ្យឈ្មោះរបស់មេរៀននោះទេអញ្ចឹងនៅពេលនេះក្រែកគឺបានស្រែកជាមួយនឹងអំណាចធម្មពលបាញ់ទៅកាន់អាឡានឃើញថាអំណាចធម្មពលនេះគឺពិតជាខ្លាំងមែនទែនសម្បីអាការ៉ាសានក៏ត្រូវតែរងសម្ពាធនេះអាឡានក៏បានធ្លាក់ចូលទៅក្នុងភាពងងឹតនៃអំណាចធម្មពលដ៏ខ្មៅងងឹតមួយនេះអាឡានដឹងថានៅពេលនេះរាងកាយរបស់គាត់គឺមិនអាចរើចេញអំពីទីនេះនោះទេភ្លាមគាត់បានសម័យទៅដល់រឿងជាច្រើនដែលតេតើងជាមួយនឹងឪពុកម្ដាយរបស់គាត់ជារឿងល្អដែលបានធ្វើនោះឯងនៅពេលដែលសម័យរួចអាឡានក៏មាននៅកម្លាំងចិត្តដើម្បីរើចេញអំពីការវិបាករបស់ឪពុកដូច្នោះនៅពេលនេះគាត់ក៏បានប្រើប្រាស់នៅស្នៀតពន្លឺដែរដើម្បីបំបែកនៃធម្មពលរបស់ឪពុករបស់គាត់ហើយក៏បានប្រើនៅស្នៀតដាវ100រីកដើម្បីចាប់ការទៅលើឪពុករបស់គាត់បន្តទៀតបន្ទាប់ពីនេះយើងបានឃើញថាដែលទាំងអស់នោះគឺបានចាក់ទម្លុះទៅលើរាងកាយរបស់ឪពុករបស់គាត់ឲ្យមានរបួសជាខ្លាំងផងដែរឃើញថាឈាមហូរមកតក់តែម្ដងក្រែកនៅពេលនេះគាត់ក៏ចាប់ផ្ដើមប្រើប្រាស់នៅវិជារបស់គាត់មួយទៀតដែលនោះគឺជាការបំផ្លាញនៃខ្លួនឯងនោះឯងដោយគាត់គឺចង់បំផ្ទុះនៅខ្លួនរបស់គាត់ជាមួយនឹងទីក្រុងទាំងមូលតែម្ដងអំណាចធម្មពលធ្មប់របស់គាត់ក៏បានសាយភាយឡើងពេញទីក្រុងបើទោះបីជាយ៉ាងនេះក្តីអាឡានគឺបានប្រើប្រាស់នៅអំណាចធម្មពលរបស់គាត់ជាមួយនឹងដាវគប់ផ្សំជាមួយនឹងភ្នែករួមបញ្ចូលជាមួយនឹងស្នៀតនៃពន្លឺចាក់ទៅកាន់ធម្មពលដែលកំពុងតែខ្មួលខ្មាញ់ឃើញថា
ថាអាឡាននៅពេលនេះធម្មពលនៃពន្លឺរបស់គាត់ក៏ចាប់ផ្ដើមលុបបំបាត់ធម្មពលធ្មក់របស់ឪពុកហើយអាឡានក៏បានធ្លាក់ចូលមកកាន់កន្លែងមួយហើយនេះគឺជាឫសគល់ក៏ដូចជាស្នូលនៃធម្មពលរបស់ឪពុករបស់គាត់បន្ទាប់ពីបានគិតរួចគាត់បាននិយាយឡើងថាអរគុណលោកឪពុកដែលបានបង្រៀននៅមេរៀនជាច្រើនមកកាន់កូនប្រុសម្នាក់នេះបើទោះបីជាវាមើលទៅអាក្រក់តែវាគឺពិតជាមានន័យណាស់សម្រាប់កូនប្រុសម្នាក់នេះអាឡានក៏បានប្រាដៅរបស់គាត់ចាក់ទម្លុះនៃធម្មពលទូចមួយនឹងទៅអញ្ចឹងរាងកាយរបស់អាឡាននិងឪពុករបស់គាត់ក៏បានត្រឡប់មកនៅពេលនេះឪពុករបស់គាត់គឺបានយកដៃទៅទ្រនៅអមេអំបើងមួយគាត់គឺដឹងថាទីបញ្ចុះរបស់គាត់បានមកដល់គាត់ជាមនុស្សបរាជ័យរាងកាយរបស់គាត់ចាប់ផ្ដើមរលាយម្ដងបន្តិចគាត់ក៏បានហៅឈ្មោះនៅប្រពន្ធជាទីស្រឡាញ់របស់គាត់មករៀលជាលើកចុងក្រោយរាងកាយរបស់គាត់ក៏ត្រូវបានរលាយគំតិចកំទីនៃរាងកាយរបស់គាត់ត្រូវបានរលាយទៅជាមួយនឹងមេអំបើងដែលអមដំណើរឡើងទៅអាចទេមេអំបើងនោះជាប្រពន្ធរបស់គាត់រឿងគ្រប់យ៉ាងក៏ត្រូវបានបញ្ចប់អាឡានក៏បានមកជួបជាមួយនឹងស្ដេចដែលត្រូវជាឪពុករបស់លីសាដូច្នេះហើយស្ដេចក៏បានតែងតាំងគាត់ធ្វើជាអង្គញាគ្រប់គ្រងទៅលើគ្រួសារ Westfield តែអាឡានគាត់ក៏បានបដិសេធពេលហ្នឹងគាត់បានត្រឡប់មកជួបជាមួយមិត្តភ័ក្តិរបស់គាត់វិញដោយតែគ្នាយើងបានដឹងអញ្ចឹងអាឡានគឺជាមនុស្សដែលចូលចិត្តផ្សងព្រេងអញ្ចឹងគាត់គឺមិនចង់នៅក្នុងគ្រួសារ Westfield អីនោះទេភ្លាមលីសាក៏បានរត់សំដៅមកកាន់ពួកគេលីសាបាននិយាយថារកពួកឯងទម្រាំឃើញថ្ងៃនេះមានដំណឹងល្អណាស់បន្ទាប់ពីបញ្ហាទាំងអស់ត្រូវបានដោះស្រាយខ្ញុំគឺបានតែងតាំងធ្វើជាម្ចាស់នៃគ្រួសារ Westfield ហើយក៏ដោយសារតែអាឡានគាត់អត់ទទួលអញ្ចឹងហើយពីថ្ងៃហ្នឹងទៅខ្ញុំពនាងលីសា Westfield ដោយថ្ងៃមុខទៅខ្ញុំក៏ត្រូវធ្វើជាប្រពន្ធរបស់កូនច្បងនៃគ្រួសារ Westfield ដោយយើងក៏ដឹងដូចគ្នាគ្មាននរណាក្រៅពីអាឡាននោះទេណូអែបានសួររកនៅវត្តមានរបស់ Beatrice លីសានាងបាននិយាយថា Beatrice នៅពេលនេះបន្ទាប់ពីបានបញ្ចប់នៅបេសកកម្មដ៏ធំហើយបំពេញស្នាដៃបានល្អទៀតនាងត្រូវបានចាត់តាំងឲ្យទៅការពារនៅក្នុងគ្រួសារធំនោះមិនដឹងថាម៉េចម៉ែទេបើយើងមើលមកកាន់ចាយ Beatrice យើងវិញគឺថាគាត់អត់ចង់នៅបម្រើគ្រួសារធំអីទេគាត់នៅចង់បម្រើពនាងរបស់គាត់បើទោះបីជាគាត់ខំសុំអង្វរគេយ៉ាងណាក៏ដោយគេអត់អើពើទេអូយអាណិតដែរណាមើលទៅចង់រត់ចេញមកក្រៅហើយនិយាយថាចាំខ្ញុំផងខ្ញុំ Beatrice នៅទីនេះលីសាចាំខ្ញុំផងតែមិនដឹងថាម៉េចម៉ែទេគ្នាបើយើងមើលមកខាងនេះវិញលីសាជាមួយនឹងអាឡានដូចជាស្វីតដល់ហើយលីសាបាននិយាយថាខ្ញុំគឺនឹងដើរតាមលោកហើយថ្ងៃមុខលោកគឺត្រូវតែការពារខ្ញុំពីព្រោះថារាល់ពេលដែលខ្ញុំនៅជាមួយនឹងលោកគឺមានអារម្មណ៍ថាសុវត្ថិភាពដោយបន្ទាប់ពីស្វីតជាមួយគ្នាអស់ចិត្តអស់ចង់ហើយពួកគេក៏ចាប់ផ្ដើមធ្វើដំណើរបន្តទៀតដើម្បីស្វីតនៅផ្លូវខាងមុខទៀតរឿងបន្តរបស់យើងបានឃើញជាមួយនឹងក្មេងស្រីម្នាក់មើលទៅភ្នែករបស់នាងស្រដៀងជាមួយនឹងអាឡានដែរមិនស្រដៀងទេដូចតែម្ដងនាងបាននិយាយថាខ្ញុំមិនដឹងថាគាត់ទុកអ្វីជាសំខាន់ឲ្យប្រកាសនោះទេបានជាគាត់សម្រេចចិត្តចាប់កំណើតនៅចំណុចនេះវិញក៏ប៉ុន្តែគ្រាន់តែគាត់គឺមិនអាចជួយខ្លួនឯងបានអញ្ចឹងកន្លែងហ្នឹងខ្ញុំអត់សូវយល់ដែរក៏ប៉ុន្តែនាងប្រហែលជាសំដៅទៅលើអាឡានតួឯកប្រុសរបស់យើងឲ្យមើលទៅអញ្ចឹងចំពោះសាររឿងរបស់យើងនៅក្នុងភាគទី6ក៏បានកាត់បញ្ចប់ដែរ